សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញអំពីការបង្កើត Sunburst background នៅក្នុង Adobe Photoshop អញ្ចឹងបងប្អូនអាចជ្រើសរើសបង្កើតនៅផ្ទាំងកិច្ចការរបស់យើងថ្មីកន្លែងនេះក៏បានឬក៏បងប្អូនចុចកន្លែង File ហើយជ្រើសរើសយកពាក្យថា New នេះក៏បានឬក៏បងប្អូនប្រើ Shortcut Control បូកជាមួយនឹងអក្សរ N ក៏បានអូខេអញ្ចឹងមកដល់កន្លែងនេះខ្ញុំជ្រើសរើសយកទំហំ1200គុណនឹង1200 pixel ខ្ញុំជ្រើសរើសយកពាក្យថា create នឹងមកខ្ញុំទទួលបានផ្ទាំងកិច្ចការថ្មីហើយខ្ញុំចូលមកកាន់ adjustment layer ដើម្បីបង្កើត gradient fill នេះហើយខ្ញុំផ្លាស់ប្ដូរវាទៅជា basic ណា basic ហើយខ្ញុំជ្រើសយកពាក្យថា black and white ខ្ញុំចុចពាក្យថា OK បន្ទាប់មកទៀតខ្ញុំ convert វាទៅជា smart object ខ្ញុំ right click នៅលើវាហើយខ្ញុំ convert វាទៅជា smart object បន្ទាប់មកទៀតគឺខ្ញុំចូលទៅកាន់ filter and ចូលទៅកាន់ distort បន្ទាប់មកទៀតខ្ញុំចូលទៅកាន់ wave កន្លែងនេះកន្លែង number of generator នេះខ្ញុំជ្រើសយកវាឲ្យដល់ទាញឲ្យដល់ណាបងប្អូនទាញឲ្យដល់កឹបមក1199នឹងមក and minimum ខ្ញុំជ្រើសយក100 maximum ខ្ញុំជ្រើសរើសយក101 and amplitude នេះខ្ញុំជ្រើសរើសយក minimum របស់វាគឺ100ដូចគ្នា and maximum គឺ101ដូចគ្នាបន្ទាប់មកកន្លែង tab នេះណាបងប្អូនជ្រើសយកពាក្យថា square នឹងមកហើយបងប្អូនចុចពាក្យថា OK អញ្ចឹងខ្ញុំទទួលបានបែបនេះបន្ទាប់មកទៀតខ្ញុំចូលមកកាន់ filter ដដែលខ្ញុំចូលមកកាន់ distort នេះដដែលហើយខ្ញុំចូលពាក្យថា polar coordinator អូខេអញ្ចឹងវាមានរូបរាងបែបនេះបន្ទាប់មកទៀតខ្ញុំជ្រើសយកពាក្យថា OK អញ្ចឹងយើងឃើញវា background របស់យើងគឺយើងទទួលបានប៉ុណ្ណេះបើសិនជាបងប្អូនចង់បានកម្មវារាងតូចជាងនឹងបងប្អូនគ្រាន់តែ double click នៅលើ wave ហ្នឹងហើយបងប្អូនអាចបទាបឲ្យវាតូចឬធំទៅតាមទំហំបងប្អូនចង់បានអូខេឧទាហរណ៍ថាខ្ញុំជ្រើសរើសយកអាច 56នេះចោះណាហើយខ្ញុំជ្រើសរើសយកពាក្យថា OK អញ្ចឹងខ្ញុំទទួលបាន background sunburst របស់យើងគឺវាមានកម្មរាងតូចជាងមុនបងប្អូននៅពេលដែលបងប្អូនចង់ផ្លាស់ប្ដូរពណ៌បងប្អូនអាចចូលមកកាន់ adjustment layer នេះមកហើយបងប្អូនជ្រើសយកពាក្យថា gradient map ហើយបងប្អូនអាចជ្រើសរើសពណ៌ទៅតាមបងប្អូនចង់បានឧទាហរណ៍ថាខ្ញុំចង់បានពណ៌នេះចោះណាអូខេខ្ញុំចុចពាក្យនឹងមកហើយខ្ញុំទទួលបានហើយបើសិនជាបងប្អូនចង់ពុតវាឲ្យមានរូបរាងស្អាតជាងនឹងកោងទៅឆ្វេងទៅស្ដាំបងប្អូនអាចចូលលើវាហើយបងប្អូនចុចកន្លែង filter ដដែលយកកន្លែង distort ដដែលហើយបងប្អូនយកពាក្យនេះណាពាក្យធ្វើនេះណាហើយបងប្អូនអាចពុតវាទៅឆ្វេងឬក៏ទៅស្ដាំបានណាអូខេកន្លែងហ្នឹងអូខេខ្ញុំថាខ្ញុំពុតវាប៉ុណ្ណឹងចោះខ្ញុំយកពាក្យថាអូខេអញ្ចឹងខ្ញុំទទួលបាន sunburst background របស់ខ្ញុំវាមានរាងបែបនេះអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះ